ហួសហេតុពេកហើយម្ចាស់ឡានទារសំណង$30ចាំយូរពេកយកពងទាកូនបោកចោលហួសចិត្តពេកធ្វើឲ្យលោកបណ្ឌិតពេជ្រស្រស់លើកឡើងថាមនុស្សរស់នៅបើបាត់បង់គុណធម៌នោះជីវិតនឹងគ្មានតម្លៃនាព្រឹកថ្ងៃទី27ខែកុម្ភៈឆ្នាំ2026នេះនារីម្នាក់បានបើករថយន្តលុចស៊ីស្លាកលេខភ្នំពេញ 2CG 7680បានប៉ះជាមួយនឹងរមាក់លក់ពងទាកូនបន្តិចបន្តួចដោះស្រាយគ្នាមិនទាន់រួចតែម្ចាស់រថយន្តលុចស៊ីខាងលើបានបោកនិងបោះពងទាជាច្រើនគ្រាប់ទៅលើផ្លូវបណ្ដាលឲ្យបែកខូចខាតជាច្រើនរួចបើករថយន្តគេចចេញពីកន្លែងកើតហេតុការណ៍ខាងលើនេះបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋដែលនៅនឹងកន្លែងកើតហេតុពិតជាមានការអាណិតលើប្អូនស្រីជាអ្នកលក់ពងទាតាមរមាក់និងហួសចិត្តខ្លាំងមែនតែនទៅលើម្ចាស់រថយន្តដែលធ្វើដាក់ប្អូនស្រីជាអ្នកលក់ពងទាតែចំណេញអ្វីដល់ខាងម្ចាស់ឡានគាត់កំហុសដោយអចេតនាលើកលែងបានគួរតែអធិស្ឋានទំហំលុយ$20ទៅ$30ធ្វើសប្បុរសធម៌ជាមួយអ្នកក្រខ្សត់ជាងខ្លួនមិនបានរងការប្រមាថមើលងាយណាស់ហេតុការណ៍នេះនៅតាមបណ្ដោយផ្លូវស្ពានដែកចំការដូងខណ្ឌមានជ័យរាជធានីភ្នំពេញក្រោយដឹងរឿងនេះធ្វើឲ្យគ្រប់គ្នាបង្ហាញអារម្មណ៍ថាម្ចាស់ឡានចិត្តអាក្រក់ណាស់មានឡានជិះដែរតែចរិតថោកទាបអត់គុណធម៌លែងចេះស្រឡាញ់គ្នាអស់ហើយគិតមិនទេដល់អញ្ចឹងពេកឃើញរូបភាពខ្លោចចិត្តដោយឡែកក្រោយឃើញទង្វើអសិលធម៌បែបនេះធ្វើឲ្យលោកឯកឧត្តមបណ្ឌិតពេជ្រស្រស់លើកឡើងបែបនេះថាមនុស្សរស់នៅបើបាត់បង់គុណធម៌នោះជីវិតនឹងគ្មានតម្លៃអ្នកជិះឡានយកលុយបន្តិចបន្តួចជាធំមានន័យថាតម្លៃអ្នកមានឡានជិះនោះស្មើនឹងលុយបន្តិចបន្តួចនោះតែម្ដងធ្វើសេចក្តីល្អកាន់តែច្រើនកាន់តែមានទ្រព្យកាន់តែច្រើនផងដែរ